ទិដ្ឋភាពនៅប្រទេសថៃនិងវៀតណាមក្រោយរញ្ជួយដីកម្រិត 7.7 រេកត័រវាយប្រហារមីយ៉ាន់ម៉ាហើយធ្វើឲ្យរង្គើខ្លាំងដល់ប្រទេសទាំងពីរចេញផ្សាយថ្ងៃទី28 ខែមីនា ឆ្នាំ 2025 បាងកកនៅរុស្ស៊ីថ្ងៃសុក្រទី28 ខែមីនានេះគ្រោះរញ្ជួយដីមួយក្នុងកម្រិតធ្ងន់រហូតដល់ 7.7 រេកត័របានវាយប្រហារចំតំបន់ភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ាខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លានេះក៏បានជះឥទ្ធិពលរង្គើនិងភាពភ័យស្លន់ស្លោនៅក្នុងប្រទេសថៃនិងវៀតណាមផងដែររូបភាពនិងឃ្លីបវីដេអូចែកចាយប្រងព្រាតតាមបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញឲ្យឃើញមនុស្សម្នារត់យ៉ាងប្រសាទចេញពីអគារនិងនៅតាមដងផ្លូវជាពិសេសក្នុងប្រទេសថៃរួមមានទាំងនៅរាជធានីបាងកកដែលមានចម្ងាយជាង 1000 គីឡូម៉ែត្រពីចំណុចរំញ័រកណ្ដាលយ៉ាងហោចអគារកំពុងសាងសង់មួយខ្នងនៅប្រទេសថៃបានដួលរលំទាំងស្រុងបើតាមអេហ្វបតំបន់ភាគខាងជើងនិងភាគកណ្ដាលប្រទេសថៃបានទទួលរងឥទ្ធិពលរំញ័រនៃគ្រោះរញ្ជួយដីនេះរីឯនៅវៀតណាមរួមមានទាំងនៅរដ្ឋធានីហាណូយភាគខាងជើងនិងទីក្រុងហូជីមិញនៅភាគខាងត្បូងប្រជាជនក៏បានទទួលរងភាពញ័ររង្គើផងដែរហើយមនុស្សសំនេះជាច្រើននាំគ្នារត់មកនៅខាងក្រៅដូចគ្នាគួរបញ្ជាក់ថាដោយឡែកភ្លាមនេះមិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់អំពីទំហំខូចខាតឬក៏មនុស្សរងគ្រោះថ្នាក់ស្លាប់ឬរបួសនៅឡើយទេជាពិសេសនៅមីយ៉ាន់ម៉ាផ្ទាល់បើតាមទីភ្នាក់ងារអាមេរិក USGA ចំណុចច្រញើកណ្ដាលនៃគ្រោះរញ្ជួយផែនដីខាងលើគឺស្ថិតនៅចម្ងាយប្រមាណ17គីឡូម៉ែត្រពីទីក្រុងម៉ានដាឡាយដែលមានមនុស្សរស់នៅ 1.2 លាននាក់ភាគកណ្ដាលមីយ៉ាន់ម៉ានិងមានជម្រៅត្រឹម10គីឡូម៉ែត្រក្រោមផ្ទៃដីប៉ុណ្ណោះដែលអាចនឹងបង្កមហន្តរាយធ្ងន់ធ្ងរ